ឥឡូវគឺថាខ្ញុំមកចែក mode free ណានៅទាំងអស់គ្នាដូច mode ខ្ញុំកំពុងលេងហ្នឹងគឺថាខ្ញុំយកមកចែកគ្នាយើងលេង free បណ្ដោយហើយមិនមែន mode free ហ្នឹងចែកគឺបានលេងណានៅទាំងអស់គ្នាគឺនៅទាំងអស់គ្នាត្រូវមានកម្មវិធីមួយគឺកម្មវិធី e-sign សម្រាប់គ្នាយើងណាដែលមានកម្មវិធី e-sign ស្រាប់នៅទាំងអស់គ្នាគ្រាន់តែចូលទៅតម្លើងទៅបានហើយតែបើសម្រាប់គ្នាយើងណាដែលអត់ទាន់មានកម្មវិធី e-sign ទេនៅទាំងអស់គ្នាអាចទិញ e-sign ពីខាងខ្ញុំបានគ្នាយើងគឺថាតម្លៃវាធូរថ្លៃទេហើយ mode ហ្នឹងខ្ញុំធានានៅទាំងអស់គ្នាគឺថាតម្លើងហើយគឺដឹងទៅលេងបានហ្មងគ្នាយើងប៉ុន្តែខ្ញុំមិនដឹងថាពេលណាវា ban អីគឺខ្ញុំមិនដឹងទេនៅទាំងអស់គ្នាសារនេះជា mode free អញ្ចឹងណាហើយសម្រាប់គ្នាយើងចូលចិត្តវីដេអូនេះកុំភ្លេច like ម្នាក់មួយផងនៅទាំងអស់គ្នាតោះឥឡូវខ្ញុំមកប្រាប់គ្នាយើងពីរបៀបតម្លើងអញ្ចឹងណានេះដំបូងគ្នាយើងចុច link នៅក្នុងហ្នឹងមកនៅក្នុង channel ហ្នឹងគ្នាយើងអាចចុច link នៅក្នុង comment បានបន្ទាប់មកគ្នាយើងចុចពាក្យថា open ហ្នឹងហើយនេះមកដល់កន្លែងនេះនៅទាំងអស់គ្នាចុចអាក្រោមនេះគ្នាយើងនេះអាមូលហ្នឹងតែយើងចុចចូលវាមកហើយតែតិចវា load link មកនៅទាំងអស់គ្នានេះអានេះ link ហ្នឹងនៅទាំងអស់គ្នានៅទាំងអស់គ្នាចាំតិចមកចាំមើលនេះនៅទាំងអស់គ្នាចុចពាក្យថា download បន្ទាប់មកអ្នកទាំងអស់គ្នាទៅឆែកវានៅកន្លែងយើង download នេះចាំមើលខ្ញុំចុចចូលមកហើយបន្ទាប់មកចុចយក download មួយទៀតហើយបន្ទាប់មកនេះវាចេញអញ្ចឹងខ្ញុំខ្វែងវាដោយសារខ្ញុំ down ម្ដងហើយចឹងឥឡូវឧទាហរណ៍ខ្ញុំ down ពេញខ្ញុំឧទាហរណ៍អ្នកទាំងអស់គ្នាចេញទៅចូលកម្មវិធី e-sign អ្នកទាំងអស់គ្នាដើម្បីតម្លើងសម្រាប់នៅអត់មាន e-sign អ្នកទាំងអស់គ្នាអាចទិញពីខ្ញុំបានអ្នកទាំងអស់គ្នាគឺថាខ្ញុំមានលក់តម្លៃវាធូរថ្លៃទេហើយបន្ទាប់មកចូលមកដល់កន្លែងនេះឥឡូវខ្ញុំឧទាហរណ៍នេះយើងវាអត់មាន file ហើយយើងលុបវាចោលសិនឥឡូវឧទាហរណ៍អ្នកទាំងអស់គ្នាចុចអា tray 3ខាងលើនេះមកនេះចុច3ហ្នឹងហើយបន្ទាប់ទៀតអ្នកទាំងអស់គ្នាយកអាទី2នេះអាទី2ហ្នឹងហើយបន្ទាប់មកអ្នកទាំងអស់គ្នាវាលោតចូល file បន្ទាប់ពីអ្នកទាំងគ្នាចុចអាទី2ហើយលោតចូល file អ្នកទាំងគ្នាចុចនេះរូបនាឡិកានេះទៅពេលចុចអញ្ចឹងមកអ្នកទាំងអស់គ្នានឹងឃើញ file ហើយនេះឃើញ file ហើយបន្តមកទៀតគ្នាយើងចុច add វាមកនេះចុចលើ file ហ្នឹងអញ្ចឹងមកចុច pop អញ្ចឹងមកហើយវា load បែបនេះអ្នកទាំងអស់គ្នាយកអាខាងស្ដាំអ្នកទាំងអស់គ្នាខ្ញុំដឹងថាពាក្យអីគេទេខ្ញុំអត់ចេះអានយកខាងស្ដាំហ្នឹងមកហើយអ្នកទាំងអស់គ្នារងចាំវាបន្តិចអ្នកទាំងអស់គ្នាហើយបន្តមកទៀតកន្លែងនេះគឺចុចខាងស្ដាំទៀតអ្នកទាំងអស់គ្នាបើអ្នកទាំងអស់គ្នាមានបាននេះតែបានហើយហើយបន្ទាប់មកយើងរងចាំវាដើរសិនអ្នកទាំងអស់គ្នាវាដើរតែបន្តិចទៅបានហើយបន្ទាប់ពីវាដើរពេញហើយអ្នកទាំងអស់គ្នាចុចអាពាក្យក្រោមនេះអ្នកទាំងអស់គ្នានេះអាពាក្យថា app ហ្នឹងអ្នកទាំងអស់គ្នាចុចចូលមកបន្ទាប់មកអ្នកទាំងអស់គ្នានឹងឃើញហើយនេះអាលើគេហ្នឹងអ្នកគ្នា logo របស់ម្ចាស់គេហ្នឹងរបស់ម្ចាស់ mode អីចឹងណាហើយខ្ញុំយក mode ពីគេមកទេហើយនេះកន្លែងនេះគ្នាយើងចុចអាលើហ្នឹងមកហើយបន្ទាប់មកទៀតដើម្បីតម្លើងបានអ្នកទាំងអស់គ្នាចុចអាពូក្រហមនេះអ្នកទាំងអស់គ្នាចុចអាពូក្រហមហ្នឹងមកហើយយើងរងចាំឲ្យវាដើរទៅគ្នាអ្នកទាំងអស់គ្នាអាកន្លែងនេះចាំវាតិចទៅបន្ទាប់មកវានឹងចេញពាក្យទាំងអស់នេះអ្នកទាំងអស់គ្នាយកអាពូ Q ហើយបន្ទាប់មកទៀតអ្នកទាំងអស់គ្នាចុចពាក្យថា install ខាងស្ដាំហ្នឹងហើយបន្ទាប់មកទៀតជាមួយវា load មួយទៀតអ្នកទាំងអស់គ្នានេះចុចខាងស្ដាំទៀតមកចុចពាក្យថា download ហ្នឹងមកហើយបន្ទាប់មកវាដើរបានហើយអ្នកទាំងអស់គ្នានេះវាកំពុងដើរភាគរយតម្លើងរបស់យើងគឺថាតម្លើងបានហើយអ្នកទាំងអស់គ្នាហើយបន្ទាប់មកទៀតអ្នកទាំងអស់គ្នាចេញមកក្រៅមកឃើញឯ mode ហ្នឹងនេះឃើញអត់អ្នកទាំងអស់គ្នាវាកំពុងតែដើរអញ្ចឹងណាហើយវីដេអូហ្នឹងមានប៉ុណ្ណឹងទេអ្នក